ស្និកជនអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិគឺលោក Thomas Andrew បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល10ថ្ងៃដើម្បីវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមុនពេលដែលលោកបានចាក់ចេញទៅលោកក៏បានចេញនៅរបាយការណ៍និងសេចក្តីថ្លែងការណ៍បង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកដែលមានទម្ងន់មួយនៅលើឆាកអន្តរជាតិជាពិសេសគឺពាក់ព័ន្ធទៅនឹងទុក្ខវេទនាជនភៀសសឹកដែលលោកបានជួបប្រទះដោយផ្ទាល់ភាគីថៃឯនោះវិញមិនសុខចិត្តឡើយចំពោះរបាយការណ៍របស់លោក Thomas Andrew ដែលបង្ហាញអំពីទុក្ខវេទនារបស់ជនភៀសសឹកខ្មែរតើលោក Thomas Andrew បានបង្ហាញនៅចំណុចសំខាន់អ្វីខ្លះនៅក្នុងរបាយការណ៍របស់លោកហើយថាតើភាគីថៃឯនោះវិញបានចេញមកបដិសេធតើការបដិសេធនេះអាចបិទបាំងនៅការឈ្លានពានមកលើទឹកដីកម្ពុជាបានដែរឬទេនៅថ្ងៃនេះលោកងើលណារ៉ាត់នៅចូលខ្លួនមកបកស្រាយជុំវិញបញ្ហាទាំងអស់នេះលោកណារ៉ាត់តើលោក Thomas Andrew បានលើកឡើងនៅចំណុចសំខាន់អ្វីខ្លះជាពិសេសគឺពាក់ព័ន្ធទៅនឹងស្ថានភាពព្រំដែននិងស្ថានភាពទុក្ខវេទនាជនភៀសសឹករបស់ខ្មែរបាទជាតានឹងទស្សនិកជនលោក Thomas Andrew បានបញ្ចេញនៅរបាយការណ៍របស់ខ្លួនពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងនោះលោកបានលើកឡើងអំពីស្ថានភាពនៃការបញ្ចេញមតិហើយពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយផលប៉ះពាល់នៃចំនួនព្រំដែនកម្ពុជាថៃហើយជាពិសេសគឺពាក់ព័ន្ធនឹងសេរីភាពក៏ដូចជាបញ្ហានៅក្នុងពន្ធនាគារជាដើមខ្ញុំសូមមិនលំអិតចំពោះចំណុចទាំងអស់នេះទេដោយខ្ញុំសូមគូសបញ្ជាក់ដោយកត់សម្គាល់ទៅលើបញ្ហាព្រំដែនកម្ពុជាថៃដែលជាបញ្ហាកំពុងក្តៅគគុកនិងទទួលបានការចាប់អារម្មណ៍ពីឆាកអន្តរជាតិលោក Thomas Andrew បានបញ្ចេញរបាយការណ៍របស់ខ្លួននិងលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកកាលពីថ្ងៃទី31ខែកក្កដាថាលោកពិតជាមានក្តីក្តុកក្តួលជាទីបំផុតនៅពេលដែលលោកបានជួបជាមួយជនភៀសសឹកកម្ពុជាដែលកំពុងរស់នៅជំរកបណ្ដោះអាសន្ននៅឯខេត្តបន្ទាយមានជ័យបើតាមការលើកឡើងរបស់លោកគឺលោកបានជួបជាមួយជនភៀសសឹកដែលរងគ្រោះព្រោះបញ្ហាចំនួនរវាងកម្ពុជានិងថៃនេះហើយជនភៀសសឹកទាំងអស់បានរៀបរាប់ប្រាប់លោកដោយទឹកភ្នែកពាក់ព័ន្ធទៅនឹងការបាត់បង់ផ្ទះសម្បែងការបាត់បង់ទ្រព្យសម្បត្តិហើយជាពិសេសគឺការបាត់បង់ការងារធ្វើជាច្រើនខែមកហើយព្រោះតែភាគីថៃដែលជាអ្នកវាយប្រហារមកលើទឹកដីកម្ពុជាពលរដ្ឋខ្មែរក៏បានរៀបរាប់អំពីទុក្ខវេទនាទុក្ខលំបាកហើយការផិតភ័យព្រោះតែសកម្មភាពយោធាថៃទម្លាក់គ្រាប់បែកមកលើភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរក្នុងសង្គ្រាមកាលពីពេលកន្លងទៅហើយជាពិសេសគឺអារម្មណ៍ខ្លោចផ្សារបស់ពលរដ្ឋខ្មែរព្រោះតែឃើញផ្ទះសម្បែងរបស់ខ្លួនត្រូវយោធាថៃប្រើប្រាស់គ្រឿងចាក់ឈូសឆាយបំផ្លាញរៀបដល់ដីលោក Thomas Andrew បានគូបញ្ជាក់ថានៅក្នុងពេលដែលសង្គ្រាមកាលពីចុងឆ្នាំ2025កន្លងទៅគឺបណ្ដាលឲ្យប្រជាពលរដ្ឋប្រមាណ 65,000 នាក់ក្លាយជាជនភៀសសឹករត់គេចចេញពីផ្ទះសម្បែងរបស់ពួកគេនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃហើយឥឡូវនេះក្នុងពេលដែលប្រទេសទាំងពីរឡើងផ្ទុះអាវុធដាក់គ្នានៅមានពលរដ្ឋខ្មែរភៀសសឹកប្រមាណ 20,000 នាក់ទៀតមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបានឡើយលោក Thomas Andrew លើកឡើងថាពលរដ្ឋខ្មែរបានប្រាប់លោកថាពួកគេមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបានទេពីព្រោះថាភូមិឋាននិងទីតាំងដែលពួកគាត់ធ្លាប់រស់នៅកាលពីពេលកន្លងទៅនោះត្រូវបានទាហានថៃកាន់កាប់ហើយលោកលើកឡើងថានៅពេលដែលលោកទៅដល់តំបន់បឹងត្រកួនដែលជាទីប្រជុំជនជាប់ព្រំដែនកម្ពុជាថៃនោះលោកបានឃើញនៅទូកុងតឺន័រនិងលួសបន្លារបាំងដែលថៃដាក់ដើម្បីរារាំងប្រជាពលរដ្ឋខ្មែរមិនឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញហើយមានផលប៉ះពាល់ជាច្រើននឹងការខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជាព្រោះតែសង្គ្រាមកាលពីពេលកន្លងទៅលោក Thomas Andrew បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថាយោងទៅតាមច្បាប់អន្តរជាតិគឺជនភៀសសឹកដោយសារចំនួនប្រដាប់អាវុធមានសិទ្ធិត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេបានវិញហើយកិច្ចព្រមព្រៀងបាត់ឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងទៅនោះក៏បានចែងថាប្រជាពលរដ្ឋស៊ីវិលទាំងសងខាងអាចវិលត្រឡប់និងទទួលបានការអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងនិងប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេឡើងវិញដោយសុវត្ថិភាពនិងគ្មានការរារាំងលោក Thomas Andrew បានគូសបញ្ជាក់ថាហេតុផលនេះហើយគឺជាការចាំបាច់ណាស់ដែលកម្ពុជានិងថៃត្រូវធ្វើការរួមគ្នាហើយដើម្បីពន្លឿនការវិលត្រឡប់របស់ប្រជាពលរដ្ឋស៊ីវិលទាំងអស់នោះទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញលោក Thomas Andrew បានសង្កត់ធ្ងន់ថាពួកគេត្រូវការវិលត្រឡប់ទៅផ្ទះវិញហើយពួកគេសាកសមនឹងវិលត្រឡប់ទៅផ្ទះរបស់ខ្លួនឯងវិញបានបន្ទាប់ពីបញ្ចប់បេសកកម្មនៅកម្ពុជានេះរួចតើលោក Thomas Andrew បានប្រកាសអំពីផែនការយ៉ាងដូចម្តេចខ្លះដើម្បីជំរុញឲ្យមានការដោះស្រាយនៅបញ្ហាដែលលោកបានរកឃើញនេះ
បាត់ជាតានឹងទស្សនិកជនលោក Thomas Andrew ដែលជាអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិបានប្រកាសថាលោកបានត្រៀមខ្លួនរួចជាស្រេចហើយលោកមានឆន្ទៈក្នុងការធ្វើការជាមួយរដ្ឋាភិបាលនៃប្រទេសទាំងពីរពោលគឺធ្វើការទាំងជាមួយរាជរដ្ឋាភិបាលកម្ពុជានិងធ្វើការជាមួយរាជរដ្ឋាភិបាលថៃដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយណាដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្សជុំវិញបញ្ហាព្រំដែនកម្ពុជាថៃនេះតំណាងរបស់អង្គការសហប្រជាជាតិបានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ជាពិសេសថាការដោះស្រាយចំនួននេះឲ្យបានឆាប់រហ័សនិងដោយសន្តិវិធីគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីឲ្យប្រជាជនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេឡើងវិញហើយរស់នៅក្នុងបរិយាកាសដែលមានសន្តិភាពស្ថិរភាពហើយពលរដ្ឋទាំងពីរអាចចាប់យកឱកាសសេដ្ឋកិច្ចពីតំបន់ព្រំដែននៃប្រទេសទាំងពីរក្រោយពីការចេញរបាយការណ៍នេះភាគីថៃបានចេញមកបដិសេធថារបាយការណ៍នេះពិតជាមិនត្រឹមត្រូវទេនៅក្នុងទស្សនៈអ្នកវិភាគតើការបដិសេធរបស់ភាគីថៃធ្វើឲ្យសហគមន៍អន្តរជាតិជឿទុកចិត្តបានដែរឬទេឬមួយក៏គ្រាន់តែជាលេសដើម្បីព្យាយាមបិទបាំងសកម្មភាពដែលខ្លួនបានឈ្លានពានមកលើទឹកដីកម្ពុជាអ្នកវិភាគនៅកម្ពុជាលោកបណ្ឌិតយ៉ងពៅក៏បានលើកឡើងថាបើទោះបីជាភាគីថៃព្យាយាមបដិសេធក៏ដូចជាបកស្រាយលៀងខ្លួនយ៉ាងណាក៏ដោយក៏មិនអាចធ្វើឲ្យសហគមន៍អន្តរជាតិជឿទុកចិត្តបានឡើយពីព្រោះថាការអំពាវនាវរបស់អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិគឺបានឆ្លុះបញ្ចាំងបន្ថែមទៀតថាអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិពិតជាបានដឹងឮនិងទទួលស្គាល់ថាថៃពិតជាបានឈ្លានពានរំលោភលើអធិបតេយ្យរបស់កម្ពុជាដែលប្រឆាចទាំងស្រុងអំពីធម្មនុញ្ញអង្គការសហប្រជាជាតិនិងសេចក្តីប្រកាសជាសកលស្តីពីស្ថានភាពសិទ្ធិមនុស្សជារឿងការពិតហើយជាការពិតជារឿងដែលកើតនៅលើដីជាក់ស្ដែងសកម្មភាពរបស់យោធាថៃបានធ្វើវាយប្រហារមកលើកម្ពុជាហើយរឿងរ៉ាវទាំងអស់នេះត្រូវបានគេកត់សម្គាល់ឃើញទាំងស្រុងតាមរយៈភស្តុតាងដែលមានផ្សព្វផ្សាយនៅលើបណ្ដាញផ្សព្វផ្សាយនានាក៏ដូចជាភស្តុតាងដែលកត់ត្រាដោយរូបភាពកាយរណបជាដើមហើយជាពិសេសនោះសក្ខីកម្មរបស់ជនរងគ្រោះអ្នកសង្កេតការណ៍អាស៊ានដែលបានចុះសង្កេតការណ៍និងកត់ត្រារាយការណ៍ពីស្ថានភាពពិតដែលកើតឡើងនៅលើដីជាក់ស្ដែងនិងការយកចិត្តទុកដាក់ពីសំណាក់សហគមន៍អន្តរជាតិបានផ្ដល់នូវមូលដ្ឋានឲ្យពិភពលោកអាចវាយតម្លៃដោយខ្លួនឯងថាភាគីណាជាអ្នកប្រើប្រាស់កម្លាំងប្រើប្រាស់អាវុធវាយប្រហារមកលើភាគីណាហើយបង្ហាញថាថៃគឺជាអ្នកវាយប្រហារមកលើកម្ពុជាពីព្រោះថាថៃជាប្រទេសមួយដែលមានសេដ្ឋកិច្ចធំហើយមាននៅកងទ័ពហើយប្រទេសនេះគឺជាប្រទេសមួយដែលចំណាយថវិកាច្រើនមែនទែនទៅលើវិស័យការពារជាតិហើយច្រើនលើសពីកម្ពុជាលើសរហូតដល់10ដងឯណោះហើយភស្តុតាងទាំងអស់នេះហើយគឺជាមូលដ្ឋានមួយដែលអាចជួយឲ្យសហគមន៍អន្តរជាតិពិចារណាបានថាថៃគឺជាអ្នកឈ្លានពានមកលើកម្ពុជាកាលពីពេលកន្លងទៅថ្នាក់ដឹកនាំរបស់កម្ពុជាក៏ធ្លាប់បានលើកឡើងហើយថាតាមរយៈមូលដ្ឋានដែលថៃប្រើប្រាស់ចាយវាយយ៉ាងធំធេងទៅលើថវិកានៅលើវិស័យការពារជាតិនោះអាចឲ្យសហគមន៍អន្តរជាតិបានដឹងថាថៃគឺជាអ្នកឈ្លានពានកម្ពុជាពីព្រោះថាវិស័យការពារជាតិថៃគឺធំជាងកម្ពុជាហើយថ្នាក់ដឹកនាំកម្ពុជាក៏ធ្លាប់បានអះអាងដែរថាសហគមន៍អន្តរជាតិកំពុងតែមានសមានចិត្តមកលើកម្ពុជាដែលរងគ្រោះព្រោះតែបញ្ហាចំនួននៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរជាក់ស្ដែងនៅថ្ងៃទី3ខែសីហាឆ្នាំ2026នេះឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោកវ៉ាងវិនប៊ិនបាននាំយកនៅអំណោយពីសំណាក់រដ្ឋាភិបាលចិននិងប្រជាជនចិនចែកជូនពលរដ្ឋខ្មែរភៀសឹកដែលរងគ្រោះព្រោះតែការវាយប្រហារនៅតាមបណ្ដោយព្រំដែនហើយពលរដ្ឋទាំងអស់នោះគឺនៅស្ថិតនៅក្នុងខេត្តព្រះវិហារហើយនៅថ្ងៃនេះលោកបាននាំយកនៅអំណោយនិងបានសម្ដែងនៅក្តីអាណិតអាសូរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរភៀសឹកហើយលោកក៏បានព្រួយបារម្ភចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរការលើកឡើងទាំងអស់នេះហើយសក្ខីកម្មនៅលើដីជាក់ស្ដែងបានបង្ហាញក៏ដូចជាផ្ដល់ជាមូលដ្ឋានឲ្យសហគមន៍អន្តរជាតិយល់ច្បាស់អំពីបញ្ហាដែលមួយឆ្នាំមកនេះនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃហើយជាពិសេសមិនឲ្យសហគមន៍អន្តរជាតិជឿទៅលើនីតិកថាដែលរៀបចំឡើងដោយរដ្ឋាភិបាលនៅទីក្រុងបាងកកបកស្រាយបំពេញនៅការពិតបំពេញនៅលើសកម្មភាពដីជាក់ស្ដែងដែលភាគីថៃបានវាយប្រហារមកលើកម្ពុជាឈ្លានពានមកលើកម្ពុជាឡើយចាលោកណារ៉ាត់ថ្មីនេះសកម្មភាពដែលថៃបានធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាកំពុងតែមានការបង្កើនសម្លេងរំពងនៅលើឆាកអន្តរជាតិតាមរយៈបុគ្គលល្បីៗនិងស្ថាប័នដែលមានឥទ្ធិពលមួយចំនួនតើការលើកឡើងនិងរបាយការណ៍ពីប្រភពល្បីៗទាំងនេះអាចបកអាក្រាតពីសកម្មភាពរបស់ថៃដែលបានឈ្លានពានមកលើដែនដីកម្ពុជាយ៉ាងដូចម្តេចដែរបាត់ជាការពិតណាស់មួយរយៈចុងក្រោយនេះប្រព័ន្ធផ្សព្វផ្សាយធំហើយជាពិសេសគឺតារាសម្ដែងលំដាប់ពិភពលោកគឺ Angelina Jolie និង
អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានបញ្ចេញនៅរបាយការណ៍នឹងការរាយការណ៍ការផ្សព្វផ្សាយអំពីបញ្ហាចំនួនព្រំដែនកម្ពុជាថៃនេះដែលរឿងរ៉ាវទាំងអស់នោះបានបកអាក្រាតអំពីសកម្មភាពទុច្ចរិតសកម្មភាពមិនស្មោះត្រង់បំពានច្បាប់អន្តរជាតិពីសំណាក់ភាគីថៃមកលើកម្ពុជាការផ្សព្វផ្សាយក៏ដូចជាសេចក្តីរាយការណ៍ទាំងអស់នោះបានបង្ហាញឲ្យឃើញថាថៃគឺជាអ្នកឈ្លានពានកម្ពុជារំលោភដែនអធិបតេយ្យរបស់កម្ពុជាតាមរយៈការប្រើប្រាស់កងកម្លាំងនិងសភាវុធធ្ងន់ធ្ងរហើយជាពិសេសនោះគឺការបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ហើយថៃគឺជាអ្នកដែលបំផ្លិចបំផ្លាញប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះគឺប្រាសាទព្រះវិហារហើយរួមទាំងការរារាំងពលរដ្ឋស៊ីវិលប្រមាណ 20,000 នាក់មិនឲ្យទៅរស់នៅផ្ទះសម្បែងវិញហើយជាការពិតជាក់ស្ដែងនៅពេលនេះប្រជាពលរដ្ឋខ្មែរជាង 20,000 នាក់ទាំងអស់នោះកំពុងតែស្នាក់នៅតំបន់ចម្បោកបណ្ដោះអាសន្នដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំជូនហើយអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សបានជួបដោយផ្ទាល់សួរសុខទុក្ខដោយផ្ទាល់សម្ភាសន៍ដោយផ្ទាល់ពីស្ថានភាពជាក់ស្ដែងដែលកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ Bloomberg ក៏បានរាយការណ៍ដែរថាភាគីថៃកំពុងតែប្រើប្រាស់លេសយកបញ្ហាព្រំដែនសមុទ្រមកលាយឡំជាមួយព្រំដែនគោកហើយរារាំងដល់ការចរចាការបោះបង្គោលព្រំដែនគោករាំងស្ទះដល់ការដំណើរការវិលត្រឡប់របស់ប្រជាពលរដ្ឋស៊ីវិលទាំងអស់នេះហើយគឺជាការផ្សព្វផ្សាយហើយការផ្សព្វផ្សាយទាំងអស់នោះមានភាពបកស្រាយនៃការពិតហើយបញ្ជាក់នៅការពិតទាំងស្រុងដែលកើតឡើងនៅលើដីកម្ពុជាព្រោះតែសកម្មភាពយោធាថៃឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជាលោកណារ៉ាត់បន្ទាប់ពីអ្នករាយការណ៍ពិសេស UN បានបញ្ចប់បេសកកម្មរបស់ខ្លួននិងបានដាក់ចេញនៅសេចក្តីថ្លែងការណ៍ឬមួយក៏របាយការណ៍បានចេញទៅនោះតើកម្ពុជាគួរតែប្រើយន្តការអន្តរជាតិបែបណាដើម្បីឲ្យមានការយកចិត្តទុកដាក់ដោះស្រាយនៅបញ្ហាជនភៀសសឹកនិងសិទ្ធិមនុស្សនៅតាមបណ្ដាព្រំដែនលោកបណ្ឌិតយ៉ងពៅអ្នកវិភាគនៅកម្ពុជាបានលើកឡើងថារដ្ឋាភិបាលកម្ពុជាត្រូវបន្តយុទ្ធនាការទូតនៅលើឆាកអន្តរជាតិនិងធ្វើការជាមួយបណ្ដាញសារព័ត៌មានអន្តរជាតិធំល្បីល្បាញទាំងអស់នោះឲ្យកាន់តែសកម្មឲ្យខ្លាំងក្លាបន្ថែមទៀតទោះបីជាពេលកន្លងទៅបានធ្វើការជាជំហានហើយសម្រាប់បានលទ្ធផលដោយបច្ចុប្បន្ននេះក្តីត្រូវតែបន្តការងារឲ្យសកម្មបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឲ្យអាស៊ាននឹងទទួលស្គាល់ថាថៃជាអ្នកឈ្លានពានកម្ពុជាហើយកម្ពុជាត្រូវតែប្រឹងប្រែងឲ្យមែនទែនដើម្បីធ្វើយ៉ាងណាឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទទួលស្គាល់ថាថៃគឺជាអ្នកឈ្លានពានកម្ពុជាហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចដាក់ចេញជាសម្ពាធណាមួយទៅលើថៃបន្ថែមពីព្រោះថាលោកបណ្ឌិតយ៉ងពៅមើលឃើញថាមានតែក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទេដែលអាចដាក់សម្ពាធឲ្យថៃគោរពច្បាប់អន្តរជាតិហើយជាពិសេសគោរពនៅដែនអធិបតេយ្យកម្ពុជានិងអនុញ្ញាតឲ្យជនភៀសសឹកទាំងអស់វិលត្រឡប់ទៅកាន់ផ្ទះសម្បែងពួកគាត់ឡើងវិញចាអរគុណលោកណារ៉ាត់ដែលបកស្រាយជំវិញសេចក្តីថ្លែងការណ៍របស់លោក Thomas Andrew នេះអើយកូនខ្ញុំវាចង់និយាយថាវាសង្គ្រាមកើត2ដងអីចឹងទៅវាឈប់រៀនអត់ទៅរៀនបានថ្នាក់ទី6ទី7ហ្នឹងទៅបបាទាំងអស់គ្រាន់ថាយើងកូនច្រើនយើងគិតគួងអត់បានគ្រប់សពទេចាហើយទៅកូនវាថាម៉ាក់អើយបបាពេកយើងរត់រហូតយើងបានរៀនសូត្រទេបើទៅមានសាលាមានអីណាបើយើងរត់ពីសាលានៅលើមុំ3ហ្នឹងថ្នាក់ទី6ហ្នឹងខ្ទេចអស់ហ្មងពីលើមកខ្ទេចមានសល់ទេបើឲ្យវាចង់និយាយថាកូនវាពិបាកនឹងរៀនហ្មងណាកូនខ្ញុំឥឡូវឈប់អស់ហើយអ្នកស្រីត្រីអូនជាពលរដ្ឋភៀសសឹកមកពីតំបន់មុំ3ក្នុងខេត្តព្រះវិហារដែលជាតំបន់ក្រហមក្នុងចំនួនព្រំដែនកម្ពុជាថៃចាប់តាំងពីភៀសសឹកចេញពីតំបន់ព្រំដែនមកកូនរបស់អ្នកស្រីភាគច្រើនបានសម្រេចចិត្តបោះបង់ចោលការសិក្សាហើយងាកទៅស្វែងរកការងារធ្វើដើម្បីជួយផ្គត់ផ្គង់គ្រួសារបច្ចុប្បន្នអ្នកស្រីត្រីអូននៅសល់កូនប្រុសពៅម្នាក់កំពុងសិក្សាថ្នាក់ទី4នៅសាលារៀនបណ្ដោះអាសន្នក្នុងមណ្ឌលភៀសសឹកភូមិតាកឹងបៃតងក្នុងខេត្តព្រះវិហារដែលរត់ហ្នឹងគឺយើងអ្នកម្ដាយហ្នឹងគ្រប់គ្រងកូនទាំងអស់ក៏សោបកូនធ្វើម៉េចឲ្យតែបានផុតពីកន្លែងសង្គ្រាមពីលើកមកដំបងនៅកំពង់សាឡៅចេញពីកំពង់សាឡៅមកទៅនៅវត្តបាកម្មពី3ដងនៅកំពង់សាឡៅនៅក្រៅតង់នៅដេកដីទេទៅនៅកំពង់អីស្អីវត្តបាកម្មនោះបានគេធ្វើនេះគេក្រៅអញ្ចេះឲ្យបានធ្វើតង់ឲ្យនៅពលរដ្ឋភៀសសឹកមួយចំនួននៅភូមិតាកឹងបៃតងបានលើកឡើងស្រដៀងគ្នាថាការផ្លាស់ប្ដូរទីលំនៅច្រើនដងបញ្ហាជីវភាពខ្វះខាតនិងសាលារៀននៅឆ្ងាយពីផ្ទះបានបង្ខំឲ្យកូនរបស់ពួកគេសម្រេចចិត្តបោះបង់ចោលការសិក្សាទោះលើកទី1ប្តីខ្ញុំគាត់បានឡើងទៅមើលបានម្ដងចាដល់ពេលក្រោយមកគេអត់ឲ្យយើងឡើងទៅទេដោយសារតែថៃវាយាមកម្មនៅកន្លែងទៅអ៊ំដៃបាក់បែកហ្នឹងណាយើងឡើងទៅអត់បានគឺថាលើអានសេសហ្នឹងគឺអស់ទាំងអស់
រដ្ឋាភិបាលកម្ពុជាបានសាងសង់ផ្ទះចំនួន682ខ្នងនៅភូមិតាកឹងបៃតងឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារសម្រាប់ជនភៀសសឹកដែលផ្លាស់ទីពីតំបន់ក្រហមស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនកម្ពុជាថៃពួកគេភៀសច្រើនមកពីតំបន់មុំបីអានសេះនិងតំបន់បូស្បូវគ្រួសារពលរដ្ឋភៀសសឹកនីមួយៗទទួលបានផ្ទះទំហំ6ម៉ែត្រគុណនឹង7ម៉ែត្រលើផ្ទៃដី20ម៉ែត្រគុណនឹង30ម៉ែត្រជាអត់មានតែគម្រោងធ្វើអីឥឡូវនេះមានចាប់ផ្ដើមមួយសិនតែគេឲ្យទៅរៀនឥឡូវឲ្យរៀនឲ្យមន់ឲ្យចិញ្ចឹមអញ្ចឹងចាំមន់ចាំទាហ្នឹងឯងមិនតែមកចាប់នៅនេះឯងនៅក៏កើតកំណើតថ្មីនៅនឹងវាអត់មានជំរឿជាពលរដ្ឋភៀសសឹកម្នាក់ក្នុងចំណោមពលរដ្ឋភៀសសឹករាប់រយគ្រួសារផ្សេងទៀតអ្នកស្រីជៀនសុធាកំពុងចាប់ផ្ដើមជីវិតថ្មីលើទឹកដីភូមិតាកឹងបៃតងអ្នកស្រីជៀនសុធាប្រាប់ថាកូនពៅអ្នកស្រីរៀនថ្នាក់ទី4បានចុះឈ្មោះចូលរៀនឡើងវិញនៅសាលារៀនបណ្ដោះអាសន្នចំណែកកូនស្រីម្នាក់ទៀតរៀនថ្នាក់ទី10ត្រូវបង្ខំចិត្តព្យួរការសិក្សាមួយរយៈសិនខណៈអ្នកស្រីកំពុងស្វែងរកកន្លែងស្នាក់នៅឲ្យកូនរៀននៅវិទ្យាល័យក្រុងព្រះវិហារចាំថាកូនចៅវាត្រូវរៀន2នាក់តែអូនទី2នោះគេត្រូវរៀនថ្នាក់ទី10ចាតែទី10នេះគេបានចូលសាលាទេដោយសារតែបដូរផ្លាស់សាលាខ្សានមកនៅខេត្តព្រះវិហារវិញចឹងគេបញ្ចូលឈ្មោះអត់បានទៅរៀនដល់ពេលអញ្ចឹងរៀនបានតែកូនពៅនេះឯងកូនពៅនេះគេរៀននៅសាលានៅនឹងងាកទៅយុវតីហៀងគង់អ៊ីងជាកូនស្រីអ្នកស្រីជៀនសុធីឯនៅវិញបានរៀបរាប់ឲ្យដឹងថាចាប់តាំងពីថៃឃ្លានពានកម្ពុជាមកគឺសិស្សតាមព្រំដែនពិបាកនឹងទទួលបានចំណេះដឹងស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំពេលដែលសង្គ្រាមកើតឡើងមកពិបាកនឹងការរៀនសូត្ររៀនអត់ទាន់គេទេគេនៅខាងក្នុងអញ្ចឹងគេរៀនដល់មេរៀនណាទៅប្រឡងអញ្ចឹងគេរៀនទាន់តែយើងនៅតាមព្រំដែនអញ្ចឹងយើងរៀនអត់ទាន់គេអូនហេតុអីដោយសារតែមានសង្គ្រាមមានបញ្ហារវាងខ្មែរថៃនៅពេលដែលគេបាកងហ្នឹងគេចោះឈ្មោះម្ដងទៀតនឹងទៅដាក់ពាក្យចូលរៀននៅសាលាខេត្តនៅជាស៊ីមត្បាញមានជ័យបើតាមរដ្ឋបាលខេត្តព្រះវិហារបច្ចុប្បន្នមណ្ឌលភៀសសឹកបណ្ដោះអាសន្នភូមិតាកឹងបៃតងមានពលរដ្ឋ645គ្រួសារស្មើនឹង2061នាក់ក្នុងនោះមានកុមារតូចៗនិងយុវជនរាប់រយនាក់កំពុងត្រូវការជំនួយអភិបាលរងខេត្តព្រះវិហារលោកមិនស៊ីថាបានឲ្យដឹងថារដ្ឋបាលខេត្តបានស្រង់ទិន្នន័យចំនួនសិស្សតាមកម្រិតថ្នាក់បឋមសិក្សាអនុវិទ្យាល័យនិងវិទ្យាល័យរួចហើយបច្ចុប្បន្ននេះរដ្ឋបាលខេត្តបានសាងសង់សាលារៀនកម្រិតមត្តេយ្យនិងបឋមសិក្សានៅភូមិតាកឹងបៃតងចំណែកសិស្សថ្នាក់វិទ្យាល័យរដ្ឋបាលខេត្តបានរៀបចំអន្តេវាសិដ្ឋានក្នុងសាលារៀននៅក្រុងព្រះវិហារគុណសិស្សថ្នាក់កម្រិតមធ្យមសិក្សាបឋមភូមិយើងឲ្យពួកគាត់ទៅរៀននៅតាមសាលារៀនដែលនៅចិត្តនឹងទីសុវត្ថិភាពនៃតកឹងបៃតងនឹងដែរដែលមានថ្នាក់ទី7ទី8ទី9បាទហើយចំពោះថ្នាក់វិទ្យាល័យមានន័យថាថ្នាក់មធ្យមសិក្សាទុតិយភូមិគឺរដ្ឋបាលខេត្តបានឲ្យគាត់ទៅរៀននៅសាលាក្នុងទីរួមខេត្តគឺសាលាត្បែងវិទ្យាល័យត្បែងមានជ័យជាស៊ីមត្បែងមានជ័យគឺមានអន្តេវាសិកដ្ឋានសម្រាប់ពួកគាត់ដែលស្នាក់នៅទីនោះហើយរដ្ឋបាលខេត្តបានជួយជាអង្គស្បៀងមួយចំនួនដើម្បីពួកគាត់ទទួលទានអានឹងកន្លងមកអញ្ចឹងណាមួយឆ្នាំមុនក៏ដូចគ្នាចឹងដែរកាល2025ទោះបីជាទទួលបានផ្ទះថ្មីមានទឹកស្អាតនិងអគ្គិសនីប្រើប្រាស់ក៏ដោយពលរដ្ឋភៀសសឹកនៅតែនឹករលឹកដល់ចំការដំណាំសត្វចិញ្ចឹមមុខរបរនិងផ្ទះចាស់ដែលធ្លាប់រស់នៅជិតព្រំដែនកម្ពុជាថៃជនភៀសសឹកជាច្រើនអ្នកសង្ឃឹមថាបញ្ហាព្រំដែននឹងត្រូវបានដោះស្រាយឆាប់ៗហើយពួកគេអាចត្រឡប់ទៅចាប់ផ្ដើមជីវិតសារជាថ្មីលើទឹកដីកំណើតរបស់ខ្លួនឡើងវិញសូមថាឲ្យវាសន្តិភាពទៅឲ្យកូនចៅបានត្រឡប់ទៅស្រុកទៅស្រែយើងធ្វើស្រែធ្វើចការយើងវិញថ្ងៃនេះដូចថាវាលំបាកខ្លាំងក៏មិនលំបាកអាសនុកពេកក៏មិនសនុកដែរថ្ងៃនេះយើងតែងតែនឹកផ្ទះនឹកសំបែងបែកម៉ែបែកកូនបែកបងទេនៅជួរមុខណាបងចាំថាឲ្យដំណោះដោះស្រាយដូចថាដេករវាងដីធ្លីចឹងសម្រាប់សម្ដេចគាត់ដោះស្រាយបានបើសិនពួកខ្ញុំអាចទៅវិញបានពួកខ្ញុំនឹងទៅនៅកន្លែងដែលយើងធ្លាប់ធ្វើអញ្ចឹងណាខ្ញុំមានសំណូមពរស្នើសុំទៅខាងលើថ្នាក់លើទាំងអស់សូមជួយឲ្យបានចាប់ចប់ទៅអន្តរជាតិឲ្យជួយដោះស្រាយបានចប់ទៅវាយើងបានសុខទាំងអស់គ្នាហើយនឹងផ្ទះសម្បែងលើអីបានវិញមកយើងបានរកជាមួយគ្នាទៅវិញណា